ในការកសាងគ្រឹះបោះស្បុកសម្រាប់ដាក់ព្រះអង្គបណ្បាទដែលស្ថិតនៅក្នុងអារាមវត្តឯកសទ្ធាភូមិរងព្រួចឃុំសាចំបក់ស្រុកកកខេត្តពោធិ៍សាត់ហើយការកសាងនេះគឺចាប់ផ្ដើមតាំងពីខែសីហាឆ្នាំ2025ឥឡូវនេះចិត្តបានមួយឆ្នាំហើយនៅសល់តែមួយខែទៀតទេគឺដល់គ្រប់មួយឆ្នាំហើយមិនទាន់មានប្រាក់សម្រាប់កសាងបន្តទៅទៀតទេនេះគឺរូបភាពខ្លះនៃការជីកកកាយគ្រឹះនិងរៀបឥដ្ឋគ្រឹះរួចហើយហ្នឹងយើងនឹងចាក់ប៊ីតុងចងដែកហើយចាក់ប៊ីតុងដែលយើងកំងស៊ីម៉ង់ឡានប៊ីតុងមកពីស្រុកកកូមកហ្នឹងគឺយកមកចាក់គ្រឹះនេះយើងអត់បានលាយដៃលាយម៉ាស៊ីនក្លុកទេយើងកំងស៊ីម៉ង់ប៊ីតុងពុកឡានបាញ់ប៊ីតុងហ្នឹងមកយកមកចាក់គ្រឹះហ្នឹងហើយការចាក់គ្រឹះហ្នឹងដូចជាអស់$500ជាងដែរគ្រាន់តែថ្លៃប៊ីតុងនៅថ្លៃអ្នករៀបឥដ្ឋអ្នកចងដែកហើយនឹងថ្លៃដែកថ្លៃអីផ្សេងទៀតយើងអត់បានគិតបញ្ចូលទេយើងនិយាយតែថ្លៃឡានប៊ីតុងមួយមុខហើយការកសាងនេះសរុបទៅគឺចិត្តមួយឆ្នាំមុននេះហ្នឹងគឺអស់ថវិកាចូល15000ហើយទាំងថ្លៃគ្រឹះថ្លៃឈ្នួលជាងឥដ្ឋស៊ីម៉ង់ខ្សាច់ថ្មដែកនិងរូបព្រះអង្គដែលមានកម្ពស់4ម៉ែត្រជាងតាំងតំណប់គ្រឹះទៅគឺសាច់តួព្រះអង្គហ្នឹងកម្ពស់5ម៉ែត្រហើយយើងមិនទាន់នឹងមានថវិកាដើម្បីចាក់សសរឡើងនឹងធ្វើដបូលបោះស្បុកទៅលើនៅឡើយទេនេះការជាសទ្ធារួមរបស់ពុទ្ធបរិស័ទផងមិនមែនជាសទ្ធារបស់ឯកឧត្តមលោកជំទាវអុកញ៉ាអ្នកអុកញ៉ាណាមួយចេញលុយផ្ដាច់ក្នុងការកសាងព្រះអង្គទេគឺរួមសទ្ធារួមជាមួយនឹងពុទ្ធបរិស័ទចំណុះជើងវត្តក្រៅជើងវត្តនៃអារាមវត្តឯកសទ្ធានេះហើយការកសាងនេះគឺយើងទុកសម្រាប់ប្រារព្ធនៅកម្មវិធីបុណ្យពុទ្ធសាសនាធំគឺមានបុណ្យមាឃបូជាមានបុណ្យវិសាខបូជាមានបុណ្យអាសារហបូជាជាដើមដែលមាននៅក្នុងពុទ្ធសាសនាយើងហើយយើងធ្វើគឺមាននៅសួននៅសងខាងមានខាងត្បូងមានខាងជើងហើយតួនៃកសាងព្រះអង្គផ្ទាល់ហ្នឹងគឺនៅចំកណ្ដាលដើម្បីយើងទុកកន្លែងប្រារព្ធពិធីបុណ្យធំនៃពុទ្ធសាសនាយើង
សង្ឃឹមញញឹមជាជាក់ថានឹងមានញាតិញោមពុទ្ធបរិស័ទដែលមានសទ្ធាជ្រះថ្លាជាបន្តទៅទៀតនឹងបាននៅការចាក់សសរឡើងនឹងធ្វើបុស្បុកបង្ហើយនៅពេលដែលមានប្រាក់ដែលមានថវិកាគ្រប់គ្រាន់